លោកដូណាល់ត្រាំគម្រាមប្រើប្រាស់សកម្មភាពយោធានៅក្នុងប្រទេសនីសេរីយ៉ាប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានបញ្ជាឲ្យក្រសួងសង្គ្រាមត្រៀមរៀបចំសម្រាប់សកម្មភាពយោធាដែលអាចកើតមាននៅក្នុងប្រទេសនីសេរីយ៉ាដោយចាត់ប្រកាន់ប្រទេសអាហ្វ្រិកខាងលិចមួយនេះថាបានអនុញ្ញាតឲ្យមានការសម្លាប់អ្នកកាន់សាសនាគ្រឹះដោយពួកសកម្មប្រយុទ្ធអ៊ីស្លាមយោងតាមការចេញផ្សាយរបស់ OT ប្រទេសនីសេរីយ៉ាជាប្រទេសបំបែកគ្នារវាងភាគខាងជើងដែលមានប្រជាជនមូស្លីមនិងភាគខាងត្បូងភាគច្រើនជាគ្រឹះសាសនាជាយូរមកហើយវាបានញញីដោយអំពើហិង្សាពីក្រុមជាច្រើនដូចជាបូកូហារ៉ាមដែលទទួលខុសត្រូវចំពោះការសម្លាប់រង្គាលការចាប់ចម្រិតនិងការបំផ្ទុះក្របែកនៅទូទាំងប្រទេសការវាយប្រហារដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់និងជំនះមនុស្សជាង2លាននាក់ចាប់តាំងពីឆ្នាំ2009មកសម្ដៅលើទាំងគ្រឹះបរិស័ទនិងមូស្លីមផងដែរទោះបីជារឿយៗត្រូវបានគេមើលឃើញថាជានិកាយក៏ដោយអ្នកវិភាគបានលើកឡើងពីវិវាទដីធ្លីការប្រកួតប្រជែងធនធាននិងភាពតានតឹងជនជាតិភាគតិចជាកត្តាជំរុញសំខាន់នៃអំពើហិង្សាទាំងនោះនៅក្នុងការបង្ហោះតាមបណ្ដាញសង្គម Truth Social កាលពីថ្ងៃសៅរ៍លោកដូណាល់ត្រាំបានចោទប្រកាន់រដ្ឋាភិបាលទីក្រុងអាប៊ូចាពីការបរាជ័យក្នុងការការពារពួកគ្រីស្ទៀនហើយបានប្រមានថាសហរដ្ឋអាមេរិកអាចនឹងចូលទៅក្នុងប្រទេសដែលឥឡូវនេះអាប់អួរពោពេញដោយកាំភ្លើងដើម្បីលុបបំបាត់ពួកភេរវករអ៊ីស្លាមទាំងស្រុងអនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Bry